បាទសួស្តីអ្នកទាំងអស់គ្នាបាទហើយយើងជួបគ្នាសារជាថ្មីទៀតហើយតាក់ទងជាមួយនឹងសេវាកម្ម Unique បងប្អូនបាទហើយសេវាកម្ម Unique គឺថាធ្វើឲ្យជោគជ័យបានយកលុយឬមួយថាដោតទងឲ្យបានយកលុយបងប្អូនទេបាទអញ្ចឹងនៅគណៈនេះខ្ញុំចង់បង្ហាញអំពីសេវាកម្មមួយទៀតបាទតាក់ទងនឹងសេវាកម្មកាន់ page ឬមួយក៏ថារៀបចំ page Facebook យើងនឹងឲ្យត្រូវតាមលក្ខណៈស្តង់ដារបច្ចេកទេសអញ្ចឹងណាបងប្អូនហេតុអីបានយើងត្រូវរៀបចំលក្ខណៈបច្ចេកទេស page របស់យើងនឹងឲ្យត្រឹមត្រូវបាទគឺដើម្បីឲ្យ AI នឹងវារុញអ្វីដែលយើងបានផុសទៅក្នុង page យើងនឹងទៅកាន់អតិថិជនគោលដៅបងប្អូនហ្នឹងហើយអញ្ចឹងគឺយើងត្រូវរៀបចំវាអញ្ចឹងណាបងប្អូននឹងឯដែលខ្មែរយើងថាប្រើពាក្យថាបតិរដ្ឋៈបងប្អូនបាទបតិរដ្ឋៈហ្នឹងមានន័យថាជាប្រភេទទូចប្រភេទទូចឲ្យត្រូវនឹងផ្នែករបស់វាអញ្ចឹងណាបងប្អូនដែលភាសាបច្ចេកទេសគេថា category បងប្អូនហ្នឹងហើយបាទហ្នឹងហើយបើខ្ញុំនិយាយថាបតិរដ្ឋៈហ្នឹងប្រហែលជាអត់សូវយល់ទេអញ្ចឹងបានន័យថាបតិរដ្ឋៈហ្នឹងមកពីដែលភាសាបច្ចេកទេសថា category បងប្អូនហ្នឹងហើយអញ្ចឹងយើងរៀបចំវាឲ្យត្រូវតាមស្តង់ដារហ្នឹងទៅគឺវារុញទៅកាន់អតិថិជនគោលដៅរបស់យើងឧបមាថា page យើងជា page ព័ត៌មានឧទាហរណ៍ណាអញ្ចឹងយើងរៀបចំ category ហ្នឹងឲ្យត្រឹមត្រូវទៅពេលដែលយើងផុសអ្វីដែលជាព័ត៌មានហ្នឹងទៅគឺវារុញទៅកាន់ audience របស់យើងអ្នកមើលរបស់យើងហ្នឹងឬក៏អតិថិជនគោលដៅរបស់យើងនឹងឲ្យចំតែម្ដងបងប្អូនបានហ្នឹងហើយអញ្ចឹងត្រឡប់មកវិញគឺខ្ញុំមានសេវាកម្មហ្នឹងបងប្អូនបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចឆាតមកខ្ញុំតាមរយៈ Facebook ខ្ញុំផ្ទាល់នឹងក៏បានតាមរយៈ link Telegram account របស់ខ្ញុំក៏បានអញ្ចឹងណាបងប្អូនហ្នឹងហើយសួរថាខ្ញុំមានសេវាកម្មតាម Facebook នឹងមួយឬក៏យ៉ាងណាគឺខ្ញុំមានសេវាកម្មជាច្រើនទៀតបងប្អូនបាទតាក់ទងនឹងដូចថា WhatsApp TikTok Telegram Twitter ផ្សេងទៀតបងប្អូនហ្នឹងហើយគឺខ្ញុំមានទាំងអស់ឲ្យតែបងប្អូនចាប់អារម្មណ៍បងប្អូនអាចតាក់ទងមកខ្ញុំបានអញ្ចឹងណាបងប្អូនបាទហ្នឹងហើយបាទវីដេអូនេះមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណច្រើនសូមជម្រាបលាបាទ